បាទសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះជួយជាមួយខ្ញុំបាទតាក់ស៊ីម្ដងទៀតហើយស្អីរឿងថ្ងៃនេះខ្ញុំបានពីមិត្តភ័ក្តិដែលក៏រស់នៅខាងប្រទេសថៃបាទយើងនិយាយមួយម៉ាត់ទៅគឺប្រទេសសៀមបាទនិយាយរួមទៀតទៅគឺជនជាតិសៀមតែម្ដងក៏បានរៀបរាប់ប្រាប់ថាការកាត់ហេតុទាហានថៃដែលបានស្លាប់8200នាក់ហ្នឹងណាសាកសពទាហានថៃជាច្រើននាក់ដែលនៅព្រំដែនគឺស្អុយរលួយច្រើនណាស់មិនទាន់មានរដ្ឋាភិបាលរបស់គេហ្នឹងចាប់ធានការទៅយកសាសពនឹងមួយទេគេបានចោទប្រកាន់មកធានខ្មែររបស់យើងថាធានហ្នឹងគឺជាទាហានខ្មែររបស់យើងគេបានផ្ដាំមកយើងថាឲ្យយើងមិនទៅយកទាហានខ្មែររបស់យើងនៅតាមព្រំដែនវាស្អុយរលួយអស់ទៅហើយថ្មាតស៊ីអស់ទៅហើយការពិតទាហាននឹងគឺជាទាហានរបស់ខាងសៀមទាំងអស់ដែលវាមិនបានប្រមូលសាសពទៅទេដល់បងប្អូនអរគ្នាតែរឿងរ៉ាវរន្ធត់ក៏បានកាត់ឡើងជាបន្តបន្ទាប់គឺទាហានថៃនិងទាហានថៃវាបានលងបន្លាចទាហានគ្នាវាតែម្ដងវាបានលងបន្លាចគ្នាទាហានគ្នាវាតែម្ដងមូលហេតុអីបានជាអេដមីននិយាយបែបហ្នឹងដោយសារតែអេដមីនហ្នឹងមានមិត្តភ័ក្តិនៅប្រទេសថៃអញ្ចឹងមិត្តភ័ក្តិរបស់ខ្ញុំបានដឹងរឿងរ៉ាវខ្លះហើយក៏សួរនាំពីជនជាតិថៃខ្លះទៅរឿងរ៉ាវហ្នឹងក៏បានឲ្យខ្ញុំមកចែករំលែកប្រាប់បងប្អូនទាំងគ្នាថារឿងរ៉ាវនេះវាមិនមែនជារឿងរ៉ាវដែលគួរឲ្យភ័យខ្លាចខ្លាំងបំផុតទេណាបងប្អូនគ្នាជារឿងរ៉ាវយើងចូលរួមលេខទុកគេផងទៅដោយសារតែការធ្វើសង្គ្រាមវាតែខាត់បងហើយតែប៉ុណ្្នឹងទេទាហាននីមួយគេមិនចង់បាត់បង់អាយុជីវិតទាំងសងខាងវាតែខាត់បងដូចជាគ្រឿងសម្ភារៈនិយមដូចជាសេដ្ឋកិច្ចឬមួយថែមទៀតឬមួយបាត់បង់អាយុជីវិតជូនជាតិធៀបជូនម្ដាយតែប៉ុណ្ណឹងសូម្បីគេខាងថៃក៏ប៉ុណ្ណឹងយើងខាងខ្មែរក៏ប៉ុណ្ណឹងបើគេខាងថៃគេមិនចង់ឈ្លានពានទឹកដីរបស់យើងទេតែដោយសារតែមេថ្នាក់ដឹកនាំរបស់គេចង់ឈ្លានពានទឹកដីរបស់យើងម្ដងហើយម្ដងទៀតបើសិនជាកងទ័ពរបស់គេទាហានរបស់គេក៏បានដឹងហើយថាដីនេះគឺជាដីរបស់ខ្មែរសូម្បីតែជាដូនជាតារបស់គេក៏គេដឹងដែរថាទឹកដីនេះគឺជាទឹកដីរបស់ខ្មែរដែលយើងអាចដំណើរបានតែថៃវានៅតែដំណើរយើងបន្តដល់រាល់ថ្ងៃរឿងរ៉ាវគឺវាមិនចប់ទេសូម្បីតែសេដ្ឋកិច្ចម្លេះបងប្អូនគ្នាឃើញទេដែលផលិតផលរបស់ថៃវាបាននាំចេញពីប្រទេសវាមិនមែនតិចទេគឺច្រើនណាស់បើយើងនិយាយត្រួសទៅវាចូលជើ70% ទៅ 80% ម្លេះដែលវានាំចូលពីប្រទេសវាចូលក្នុងប្រទេសរបស់យើងតែបើសិនជាប្រទេសរបស់យើងនាំចូលផលិតផលរបស់យើងទៅប្រទេសរបស់វាបានត្រឹមតែ 5% ទេបងប្អូនគ្នាបានត្រឹមតែ 5% ទេបានតិចណាស់យើងនឹងមកចេញទៅបានបងប្អូនគ្នាគិតមើលដើមចេញបានទេដោយសារតែនៅប្រទេសរបស់វាគឺគេធ្វើដែរយើងក៏ធ្វើដែរវាក៏ធ្វើដែរបើយើងនាំចូលទៅដល់វាទិញវាអត់ទិញទេវាបថោកតម្លៃរបស់យើងខ្លាំងណាស់អញ្ចឹងហើយបានជាថៃរាល់ថ្ងៃសេដ្ឋកិច្ចរបស់វាចាប់ផ្ដើមដើរទៅផ្លូវចាស់ហើយគឺវិវត្តដោយសារតែប្រទេសរបស់វាចំនួនគឺសង្ខាងបាននាំផ្លូវចេញគឺប្រទេសខ្មែររបស់យើងប្រទេសយើងតូចមែនតែបេះដូងធំមូលហេតុអីបានជាខ្ញុំថាបេះដូងធំដោយសារតែបងប្អូននៅប្រទេសខ្មែរទាំងអស់គ្នាគ្មានអ្នកណាម្នាក់ដែលរើសអើងជនជាតិសាសន៍ឬមួយសាសនាឬមួយសាសនាទេចូលចិត្តរាប់ញាតិតែប៉ុណ្ណឹងមិនដែលទៅបង្កញាតិនឹងអ្នកសង្ខាងនោះទេ
តែដោយសារតែគេពេលខ្លះគេក៏មិនរាប់យើងទេពេលខ្លះទៀតគេរាប់យើងដើម្បីចាក់យើងពីក្រោយដូចជាជនជាតិថៃអញ្ចឹងយើងចូលស្យើងយើងទៀតតែម្ដងកុំឲ្យថា admin និយាយទៅចាក់ប្រធានបទខ្លាំងពេកមិត្តភ័ក្តិរបស់ខ្ញុំបានប្រាប់រឿងរ៉ាវដល់ភ័យព្រួយនិងរន្ធត់ដែលធានថៃលងធានថៃនៅតាមកងពលនីមួយៗធានថៃជាច្រើនអ្នកខ្លះនៅពេលល្ងាចហូបបាយហូបទឹកអីចឹងរួចបងប្អូនគ្នាយើងមិនចូលសម្រាកដែលមុនទៅចូលសម្រាកពេលងុយទឹករឿងរ៉ាវគឺជួបជាបន្តបន្ទាប់តែម្ដងពេលងុយទឹកគឺមួយតែឯងទេតែមូលហេតុអីបានជាសម្លេងទឹកគឺវាច្រើនម្លេះនៅក្នុងបន្ទប់ទឹកហ្នឹងតែបន្ទប់ទឹកគឺមានតែពីរទេបន្ទប់ទឹកហ្នឹងចូលតែពីរពូម៉ាក់ទេតែមូលហេតុអីបានជាសម្លេងបន្ទប់ទឹកដូចជាមានច្រើននៅគេនឹងចាក់ទឹកទៅឈូដល់ម្ដងសម្លេងសាខាគឺពោពេញទៅដោយការភ័យព្រួយមួយទឹកបដាគឺភ័យព្រួយបដាតានេះជាអ្វីតែធានថៃគ្រប់រូបអ្នកខ្លះក៏មិនខ្លាចអ្នកខ្លះក៏ខ្លាចអ្នកខ្លះក៏ជឿអ្នកខ្លះក៏មិនជឿតែមូលហេតុអីបានជា admin ដឹងដោយសារតែមិត្តភ័ក្តិក៏បានបកប្រែជាភាសាខ្មែរឲ្យ admin ចឹងបាន admin និយាយប្រាប់កុំសង្ស័យអីបងប្អូនគ្នាយើងនិយាយជាភាសាខ្មែរទៅតែម្ដងពេលដែលពេលជុំទឹករួចសពគ្រប់បែបយ៉ាងហើយគាត់បានមកចូលសម្រាកក្នុងលាឋានមួយវាតែងតែមានការស្លាប់ហើយពេលខ្លះយើងដេកជាមួយគ្នាដូចជាសាច់ញាតិរបស់យើងចឹងណាបងប្អូនគ្នាក្នុងហឡដ្ឋានមួយកន្លែងចឹងពេលដែលយើងបានស្លាប់កន្លែងហ្នឹងគឺមានអ្នកផ្សេងគេមករស់នៅឬស្នាក់នៅក្នុងកន្លែងរបស់យើងដូចគ្នាអញ្ចឹងទានថៃម្នាក់គេចាប់ផ្ដើមចល័តកងពលរបស់គេមកឲ្យរស់នៅក្នុងជាប់តាមព្រំដែនយើងតែម្ដងគេមិនឲ្យទុកឲ្យវាទលាយឬមួយឆ្លាស់ទេណាតែពេលដែលគេស្នាក់នៅហ្នឹងពេលយប់ខ្ទង់មក2:10ឬ1:10រឿងធូតក៏បានចាប់ផ្ដើមកាត់ឡើងជាមួយធានថៃម្នាក់ពេលដេកដូចមានអ្វីមួយដែលទាញគាត់ហ្នឹងទម្លាក់ពីលើក្រែអញ្ចឹងថាក្រែនេះគឺជាក្រែរបស់ខ្ញុំមានឲ្យអ្នកណាមកអីលើក្រែរបស់ខ្ញុំបានទេកូនតែនិយាយប៉ុណ្ណឹងធានថៃម្នោះគាត់មិនបានថាដាក់ការសង្ស័យទៅលើពីណាគេនៅទេនេះជាការយល់សពដល់យប់ស្អែកឡើងក៏បានសាកសួរមិត្តភ័ក្តិនៅក្នុងជំរំរបស់គាត់ដែលជួបរឿងរ៉ាវរន្ធត់បែបហ្នឹងអត់តែមិត្តភ័ក្តិរបស់គាត់ទាំងអស់គ្នាដែលជាប់តាមរឿងឋានគេបានប្រាប់នៅទេថាកន្លែងនោះគឺជាលោកបន្លាយខ្លាំងពេលដល់យប់បន្ទាប់ថែមទៀតក៏ដូចយប់មិនចឹងមកប្រុសគ្នាដេកទាញទម្លាក់មិនតែម្នាក់ទៅយប់នឹងគឺច្រើនអ្នកណាទាញទម្លាក់តែម្ដងធ្វើឲ្យបងប្អូនកងទ័ពខាងបតថៃភ័យខ្លាចនិងភ័យព្រួយថានេះជាអ្វីតើមូលហេតុអីបានខ្ញុំដេកហ្នឹងដូចមានអ្វីមួយដែលមកទាញទម្លាក់ខ្ញុំចឹងទានថៃម្នាក់នំគ្នាភ័យព្រួយនិងរន្ធត់ញាប់ញ័រយ៉ាងខ្លាំងដោយសារធានថៃវាលងវាតែម្ដងនេះហើយជាកម្មដែលដណ្ដើមទឹកដីរបស់ប្រទេសកម្ពុជាជាទឹកដី$1ឆារយៈដែលគ្មានពីរលើលោកមូលហេតុអីបានជាខ្ញុំនិយាយថាគ្មានពីរលើលោកបងប្អូនទៅយល់ឲ្យច្បាស់ថាទឹកដីរបស់យើងគឺជាទឹកដីអឆារយៈដែលគ្មានពីរកសាងដោយវីរបុរសកងទ័ពខ្មែរដ៏ខ្លាំងពូកែហើយនឹងបញ្ចុះមុនគាថាបានចាយ័ន្តនៅលើប្រាង្គប្រាសាទនឹងបញ្ចុះរទ្ធិបើសិនជនណាមកឆ្លៀនពៀនរំលោភទឹកដីរបស់កម្ពុជាសូមឲ្យអ្នកឯងវិនិច្ឆ័យអន្តរាយ
នេះហើយជាវីរៈបរោះរបស់ទឹកដីខ្មែររបស់យើងបានធ្វើឲ្យថៃវាខ្លាចនឹងភ័យព្រួយដល់ថ្ងៃការភ័យព្រួយរបស់ថៃវាមានតែការឈ្លានពានវាកាន់តែងងើនមកតែម្ដងវាដូចជាមិនភ័យខ្លាចជាមួយការដែលស្បត់ស្បាយជាមួយប្រទេសកម្ពុជាយើងនោះទេទាហានថៃម្នាក់នាំគ្នាភ័យព្រួយដោយសារតែការលងបន្លាចខ្លាំងពេកអ្នកខ្លះពេលកំពុងតែហាលខោអាវនៅក្នុងនាយកដ្ឋានឃើញស្រមោលមួយដែលដើរកាត់មុខរបស់គេគឺជាច្រើនណាស់អ្នកខ្លះទៀតបើកបោតម៉ូតូផ្ទះតែជិះទៅម្នាក់ឯងទេតើមូលហេតុអីបានជាម៉ូតូនៅពីក្រោយគឺវាច្រើនម្លេះជិះពីក្រោយរបស់គាត់ទៅតាមនេះហើយគឺជាមូលហេតុដែលសាច់ញាតិរបស់គេដែលបានស្លាប់ហ្នឹងគឺអត់ដឹងថាកូនស្លាប់ដោយសារតែថៃនឹងវាលាក់អាកំបាំងកងទ័ពរបស់វាអ្នកណាស្លាប់អ្នកណាមិនស្លាប់វាលាក់មិនឲ្យដឹងថាជាទាហានខ្មែររបស់យើងគឺស្លាប់ច្រើនតែប៉ុណ្្នឹងចឹងហើយបានបរោះម្នាក់នឹងនៅជាប់ក្នុងកន្លែងធ្វើការរបស់ប្រមាណរបស់ខ្ញុំណាវាបានប្រាប់ថាគាត់ជិះម៉ូតូមកផ្ទះគឺតែមិនឯងតែប៉ុណ្ណោះវេលាម៉ោង7យប់តែវាមិនឆ្ងាយទេដីវាចូលទៅតែ30គីឡូទៅ40គីឡូតែប៉ុណ្ណោះដោយសារតែផ្លូវគេវាស្រួលដែរដល់បងប្អូនគ្នាវាអត់ពិបាកទេខាងប្រទេសថៃនឹងពេលដែលគាត់ជិះបណ្ដើគិតមើលតាមកញ្ចក់បណ្ដើចូលខ្ទង់1គីឡូទៅ2គីឡូដីបានគាត់ឃើញម៉ូតូជិះពីក្រោយរបស់គាត់គឺច្រើនណាស់បងប្អូនគ្នាមិនតិចទេណាវាចូលខ្ទង់100ម៉ូតូទៅហើយគឺទៅរៀបជួគ្នាតែម្ដងពេលដែលគាត់កំពុងតែជិះគាត់ភ័យពុះថាគាត់ដូចជាជិះទៅឯងគាត់ខ្លាចចេះមួយចុះមួយណាបងប្អូនគ្នាយើងដឹងយើងជិះមិនឯងវាតែតែមានការភ័យព្រួយហើយតែដល់ពេលចូល3គីឡូឬ4គីឡូចាប់ដើមលិចម៉ូតូម្ដងមួយពីមុនដំបូងគឺជាតែមួយទេណាបងប្អូនគ្នាតែយូរទៅម៉ូតូនឹងមកពីណាទេម៉ូតូទាំងឡាននឹងមកពីណាភ្លើងច្រើនណាស់នៅពីកណ្ដោយខ្នងតើមូលហេតុអីបានជាពួកគេនៅខាងកណ្ដោយខ្នងគេបញ្ជិះវ៉ាទៅមុនទៅមូលហេតុនេះបានជាចាំប្អូនម្នាក់នឹងនៅពីមុខដើម្បីជិះទៅមុខគេនេះហើយគឺជាការពិតបានឆ្លុះបញ្ចាំងថាពពួកខ្មោចដែលនៅពីក្រោយនឹងគាត់មិនស្គាល់ផ្ទះបងប្អូនសាច់ញាតិមិនបានដឹងហើយក៏មិនបានធ្វើបុណ្យអតិកុសលឲ្យចឹងហើយមានតែបរោះម្នាក់នឹងដែលជិះទៅគឺជិះតាមក្រោយបើទៅដល់ភូមិត្រឹមណាគឺបែកគ្នាតំណឹងតែប៉ុណ្្នឹងដល់ពេលដែលគាត់ជិះទៅដល់ភូមិម៉ូតូឡាននីមួយដែលបំបែកផ្លូវគ្នាតែម្ដងបំបែករកផ្លូវរកផ្ទះពេញតែផ្លូវឆ្កែព្រោះលូពេញតែប្រទេសថៃតែម្ដងសូម្បីតែបងប្អូនខ្មែររបស់យើងដែលនៅខាងប្រទេសថៃគាត់ក៏បានដឹងតែគាត់មិននិយាយបានទេបើនិយាយគឺគេចាប់ហើយទឹកឃុំឃាំងហ្នឹងណាបងប្អូនគ្នាគឺនៅក្នុងប្រទេសថៃដែលថៃមកឈ្លានពានជាមួយទឹកដីរបស់យើងណាហើយបញ្ចប់ភ្លាមបញ្ចប់ការបោកបាញ់គ្នាពេលនោះហើយដែលថៃវាជួបរឿងរន្ធត់ជាច្រើននៅក្នុងនាយដ្ឋានរបស់វាក្នុងកងពលរបស់វាអ្នកខ្លះទៀតក៏បានលឺសំឡេងឆ្លុះប្រកែកគ្នាពេញព្រៃតែម្ដងអ្នកខ្លះទៀតបានទៅបាញ់នៅក្នុងព្រៃបោកបាញ់គ្នាជាមួយកងទ័ពខ្មែររបស់យើងក៏ឃើញស្រមោលជាច្រើនដែលបាញ់មិនត្រូវបាញ់មិនមុតគ្រាប់បាញ់ទៅស្អុយគ្រាប់បាច់ផ្លងទៅដីប្រជាពលរដ្ឋក៏មិនផ្ទុះនេះហើយជាឥទ្ធិពលរបស់ទឹកដីអច្ឆរិយៈរបស់ប្រទេសកម្ពុជារបស់យើងថ្ងៃនេះមិនចេញមកសម្រាយរឿងទេគឺអេដមីននិយាយរឿងពិតតែម្ដងបើការសម្រាយគឺអេដមីនមិននិយាយបែបហ្នឹងទេតែថ្ងៃនេះអេដមីននិយាយជារឿងពិតមិនជាសម្រាយនិយាយម៉ាត់ឲ្យមកប៉ុណ្្នឹង
បងប្អូននៅទៅការនៅប្រទេសថៃអ្នកខ្លះក៏គាត់ជួបរឿងរ៉ាវរន្ធត់អ្នកខ្លះទៀតក៏បញ្ចេញពីរោងងានដែរឆ្កែព្រោះលន់ទៅហឹងពេញប្រទេសថៃតែម្ដងសំបីច្រកឡែមច្រកប៉ោយប៉ែតច្រកក្រុងថេបច្រកតាមភូមិស្រុករបស់វាគឺព្រោះលន់ទៅហឹងនេះជាមុខសញ្ញាដែលថាប្រទេសថៃជួបទុក្ខលំបាកដ៏ធំមូលហេតុនេះបានជាខ្ញុំនិយាយថាប្រទេសថៃជួបទុក្ខលំបាកដោយសារតែបងប្អូនឬមួយពុកម៉ែមិនបានដឹងថាកូនទៅដែលហាត់ទាហាននឹងបបបាញ់ជាមួយកងទ័ពខ្មែរនិងថៃច្បាំងគ្នានឹងស្លាប់ឬមួយមិនស្លាប់យកដឹងទេប្រទេសថៃវាបានលាក់ការសម្ងាត់មិនអោយឆាក់ឆាយព័ត៌មានរបស់វាទេតែលាក់របៀបនេះក៏មិនជាដែរអ្នករងគ្រោះនិងអ្នកស្លាប់សរុបទាំងអស់គឺ8200នាក់8200នាក់តែការស្លាប់និងការឈឺគឺអត់ដឹងទេតែដឹងតែប៉ុណ្្នឹងគឺថាវា8200នាក់ទាំងការស្លាប់ទាំងការរស់ទាំងអ្នកបាក់ដៃបាក់ជើងអ្នកឈឺអញ្ចឹងណាបងប្អូនគ្នារហូតមកដល់សប្តាហ៍ថ្ងៃវាទៅស្ងាត់ថ្មាតចុះទៅស៊ីតែម្ដងនៅជើងភ្នំណាបងប្អូនគ្នាជាព្រំដែនថៃកម្ពុជាពួកថៃទាំងអស់គ្នាបានចាត់ប្រកាន់ថាខ្មែររបស់យើងនឹងមិនយកសារសពទៅតែសារសពនេះមិនមែនជាសារសពខ្មែររបស់យើងទេតែក្នុងសម្លៀកបំពាក់នៅក្នុងសារសពនោះគឺសម្លៀកបំពាក់របស់ខ្មែររបស់យើងហើយវាបដូរខោអាវហើយបានវាចាត់ប្រកាន់មកយើងថាយើងមិនព្រមយកសាកសពខ្មែររបស់យើងមិនយកទៅបញ្ចុះឲ្យអស់ទៅទុកឲ្យស្អុយពេញព្រៃទៅអីខ្ញុំកត់តែថៃវានិយាយទៅបានដល់បងប្អូននេះខ្ញុំមិនឆ្ងល់អញ្ចឹងខាងកងទ័ពរបស់យើងណាយើងចាំតែឈប់បាញ់អង្គុយបាញ់នៅតាមប្លង់សេតែប៉ុណ្ណោះតាមជំរំតែប៉ុណ្ណោះមានតែពួកវាទេវារុលមកទៅម្ដងរុលមកយកគ្នាតែម្ដងយើងមានរុលណាបងប្អូនគ្នាយ៉ារុលទេបើយើងរុលមានរុលចុះក្រោមវិញតែប៉ុណ្ណឹងដែលយើងរុលទៅមុខឯងព្រោះអីយើងមិនទៅដណ្ដើមទឹកដីយើងនេះការពារទឹកដីរបស់យើងវានេះដណ្ដើមគឺវារុលមកហើយវាដណ្ដើមវារុលអាពេលរុលទៅហ្នឹងឯងបងប្អូនគ្នាយើងនៅពីលើដូចជាបតក់គ្រប់បែកត្រូវពីលើអញ្ចឹងភឹងទៅម្ដងបានធ្វើឲ្យថៃងាប់ច្រើនណាស់ច្រើនមិនតិចណាបងប្អូនគឺច្រើនតាមកងនីមួយតាមនីយដ្ឋាននីមួយវាលាក់ការសម្ងាត់មិនអោយពលមានបែកឆាក់ឆាយទេអត់ឃើញរងថ្ងៃទេថៃវាវាយជាមួយយើងវាអត់អស់ចិត្តទេដោយសារតែខ្មែរយើងស្មាតោបងប្អូនគ្នាគឺយើងទទួលបរណភាពហ្នឹងគឺវាតិចអ្នកឈឺគឺវាតិចតែប្រទេសរបស់វាគឺវាងាប់ផងឈឺផងរងរបួសផងគឺវាច្រើនណាស់ច្រើនមិនមែនតិចទេហើយការដាក់ពាក្យបណ្ដឹងទៅខាងលើអង្គការទៀត ICU គេនឹងទៀតវាអត់ឆ្នៃយើងទៀតហើយពលមានអន្តរជាតិមកមើលទៀតវាអត់ឆ្នៃយើងទៀតគឺវាចាញ់ទាំងស្រុងតែម្ដងការប្រឌិតរបស់វាការឆ្នៃប្រឌិតរបស់វាគឺវាខុសទាំងស្រុងប្រទេសថៃធ្វើសង្គ្រាមជាមួយខ្មែរវគ្គនេះគឺខាតបង់ខ្លាំងណាស់មិនចំណេញទេទាំងកសកម្មទាំងផលិតផលនាំចេញក្រសុកនាំចេញតាមច្រកឡែមច្រកប៉ោយប៉ែតគឺច្រើនចូល 70% ទៅ 80%ពីមុនដំបូងវាមើងងាយខ្មែរបើនិយាយថាខ្មែររបស់យើងបើជាសិនជាអត់របស់វាគឺយើងស្លាប់តែប៉ុណ្្នឹងធ្វើអត់បានតែឥឡូវយើងធ្វើដឹងតែនេះអត់របស់វាទាំងស្រុងតែម្ដងយើងអត់ហូររបស់វាយើងអត់ញ៉ាំរបស់វាយើងអត់យកផលិតផលរបស់វា
យើងអត់ប្រើប្រាស់ផលិតផលរបស់វាយើងប្រើផលិតផលរបស់យើងដែលនៅក្នុងស្រុកតែម្ដងពីផ្ដាច់អ៊ីនធឺណិតពីផ្ដាច់ដូចជាសម្ភារៈដែលតាមព្រំដែននីមួយៗកសិកម្មថាខ្មែររបស់យើងបើអត់របស់វាគឺអត់អីខ្មែរឥឡូវមិនដូចខ្មែរពីមុនទេសូមផ្ដាំទេជនជាតិសៀមតែប៉ុណ្ណឹងមិនមែនជាសម័យរដ្ឋកម្ពុជាទេនេះជាសម័យដែលទំនើបជាសម័យដែលរាប់ញាតិមិនរាប់ញាតិជាមួយនឹងឯងនោះទេរាប់ញាតិដែលបងប្អូននៅក្រៅប្រទេសនីមួយៗប្រទេសខ្មែររបស់យើងធ្វើសង្គ្រាមក្នុង2025នេះខ្ញុំទទួលស្គាល់ថាយើងបាត់បង់អាយុជីវិតកងទ័ពជាច្រើនអ្នកឈឺក៏ជាច្រើនអ្នកដែរតែការបាត់បង់អាយុជីវិតរបស់កងទ័ពរបស់យើងមិនមែនអត់ប្រយោជន៍ទេវានាំមកឲ្យការរីកចម្រើនរបស់យើងដែរធ្វើឲ្យប្រទេសគេនីមួយៗនៅខាងលើគេឈរចាំមើលថាប្រទេសខ្មែររបស់យើងនឹងមានអ្វីខ្លះរហូតដល់សប្តាហ៍ថ្ងៃថាប្រទេសខ្មែររបស់យើងពិតជាអស្ចារ្យណាស់ប្រជាជនតិចកងទ័ពតិចតែតែច្បាំងមួយគេប្រជាជនច្រើនកងទ័ពច្រើនរហូតមកដល់ជប់ចំណាត់ថ្នាក់លេខ6លើសកលលោកអស្ចារ្យបងអស្ចារ្យណាស់អស្ចារ្យធ្វើឲ្យប្រទេសគេផ្សេងទៀតបានទទួលស្គាល់បានដឹងពីប្រទេសកម្ពុជារបស់យើងបើគេដឹងហើយគេឮហើយនឹងសម្ដេចបបហ៊ុនម៉ាណែតនិងសម្ដេចពុកហ៊ុនសែនគេនឹងមករយុទ្ធទុនជាមួយយើងហើយកុំភ័យព្រួយបងប្អូនគ្នាវាមិនយូរមិនឆាប់ទេប្រទេសខ្មែររបស់យើងនឹងមានការរីកចម្រើនជាច្រើនដោយសារតែការច្បាំងវគ្គនេះខ្មែររបស់យើងចាប់ផ្ដើមងើបហើយយើងនិយាយតែប៉ុណ្្នឹងទេបងប្អូនគឺវាងើបហើយប៉ុណ្្នឹងហើយហើបងាយជើងចូលសាច់ឌឺយើងទៀតតែម្ដងកុំឲ្យយើងនិយាយចាប់ធានបត់ខ្លាំងពេកទាហានថៃគ្រប់រូបដោយសារតែការលងបន្លាចខ្លាំងពេកអ្នកខ្លះទៀតក៏រត់ប្រទេសអ្នកខ្លះទៀតក៏រត់ចោលជំរំអ្នកខ្លះទៀតក៏យំសោកនៅក្នុងជំរំតែម្ដងភ័យខ្លាចបងប្អូនមិនយល់ចឹងទេភ័យខ្លាចថាការលងបន្លាចនេះគឺវានាំការរំធត់មកដល់ទាហានថៃគ្រប់រូបនេះហើយជាការចង់កម្មរបស់អ្នកឯងចង់បានទឹកដីអច្ឆរិយៈរបស់កម្ពុជាពេករហូតមកដល់សប្តាហ៍ថ្ងៃមិនទាន់បាត់ទេណាបងប្អូនគេថាបាត់ណានៅក្នុងនីតិដ្ឋានរបស់ប្រទេសថៃដូចតាមកងពលរបស់ប្រទេសថៃនីមួយៗដែលកំពុងតែស្នាក់នៅមិនទាន់បាត់ទេនៅតែមានជួបឬក៏ដែរលកម្មកុសចឹងតែវាបកកែរៀបចំស្ថានភាពឲ្យល្អប្រសើរថាវាពងតែខ្លាចនោះវាពងរីលួសណែជឿមែនខ្ញុំជឿមែនខ្ញុំដឹងធ្វើអីចេញខ្ញុំឆ្ងល់ប្រទេសថៃខ្ញុំដឹងវាគិតអីចេញខ្ញុំមិនដឹងតែគិតអីចេញគេកំពុងតែដោះស្រាយតាមសន្តិវិធីវាមករៀបឡាលូបដាក់កង់ឡានយកដីប្រជាពលរដ្ឋរបស់យើងរំលោភបំពានទឹកដីខ្មែររបស់យើងវាមិនបានស្ដាប់អន្តរជាតិទេជិះខ្ញុំថាថៃវាចាប់ផ្ដើមវិវត្តទៅក្រក្រៃហើយតែខ្មែររបស់យើងចាប់ផ្ដើមវិវត្តទៅរកអ្នកមានតែប៉ុណ្ណឹងវាអត់យូរទេអញ្ចឹងសាច់រឿងរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនគ្នាបើសិនជាបងប្អូនអរគ្នាពេញចិត្តក្នុងវីដេអូរបស់ admin សូមចុចសញ្ញាជាវមួយនៅក្រោមវីដេអូរបស់ admin នៅខាងស្ដាំដៃឃើញសញ្ញាពណ៌ខ្មៅមួយចុចផ្លក់តែម្ដង admin នឹងមានសាច់រឿងថ្មីបន្ថែមទៀតអរគុណបាយបាយ